100 គីឡូប៉ុន្តែខ្ញុំបរាជ័យការ10គីឡូដូចជា6ដងហាត់ប្រាណច្រើនម៉ោងថ្ងៃហាត់2ម៉ោងចេញទៅហាត់ដាក់កាទៀវដាក់ស៊ុបផងសាច់អាំងទៅបូមហើយប៉ុន្តែអត់ឃើញអស់វីតូទៅឃើញលោកគ្រូក៏ចែកម្លែកពីការ10គីឡូ40គីឡូដល់ឥឡូវចេញពីការធ្វើខ្ញុំបរាជ័យច្រើនដងមែនតើបើសិនជាលើកចុងក្រោយហ្នឹងបើខ្ញុំធ្វើអត់បានទៀតលើលោកនេះគ្មានខ្លាញ់ណាដែលពួកយើងដោះអត់បានទេសួស្តីអ្នកនរគ្នាអូខេថ្ងៃនេះខ្ញុំមកចង់ឲ្យអ្នកនរគ្នាស្ដាប់ពីការចែកម្លែករបស់បងអូនប្រុសម្នាក់ដែលគាត់ពីមុនគាត់លើគីឡូហើយគាត់ធ្លាប់បរាជ័យច្រើនដងហើយបើតាមនឹងអញ្ចឹងកុំឲ្យខ្ញុំនិយាយច្រើនខ្ញុំចង់ឲ្យអ្នកនរគ្នាស្ដាប់ពីការគាត់វិញសួស្តីអូនសួស្តីបងអញ្ចឹងនេះឈ្មោះរ៉ាដូទៅហ៎អូរ៉ាដូ3អ្នកនរគ្នាខ្ញុំសរសើរគាត់រឿងអីហ៎គាត់គឺជាគាត់ជួយមនុស្សបានច្រើនបើនិយាយទៅគាត់ជួយមនុស្សច្រើនខ្លាំងមែនទេជួយឲ្យស្រកគីឡូហើយស្បែកអត់ជាអ្នកនេះមើលតែគាត់ពីមុនរូបរាងគាត់នៅក្នុងនៅលើអេក្រង់អ្នកនេះឃើញ100ជាងគីឡូប៉ុន្តែឥឡូវអ្នកនេះប៉ុន្តែឥឡូវគាត់ស្រកគីឡូហើយស្បែកគាត់អត់ជាអាកន្លែងនេះហើយដែលយើងផ្ដោតសំខាន់មែនតើអញ្ចឹងបងប្រុសពីមុនពេលដែលស្រកគីឡូធ្លាប់ជួបបញ្ហាច្រើនអញ្ចឹងបងអាចចែកម្លែកថាឧបសគ្គបងពីមុនមិនអីព្រោះបងជឿថាអ្នកដែលគាត់100ជាងគីឡូអ្នកខ្លះគាត់ធ្លាប់បាក់ទឹកចិត្តអ្នកខ្លះធ្លាប់ស្រកគីឡូអ្នកខ្លះគាត់ធ្វើប្រើប្រាស់វិធីសាស្ត្របំផ្លាញខ្លួនឯងគ្រឿងក្នុងណាបងអត់ចង់និយាយច្រើនគឺគាត់ព្យាយាមបំផ្លាញគ្រឿងក្នុងខ្លួនឯងដើម្បីឲ្យស្រកគីឡូគាត់ប្រើវិធីសាស្ត្រស្អីផ្សេងច្រើនណាស់អញ្ចឹងបងដែរធ្លាប់អត់ចូលដែរចែកម្លែកហើយហេតុអីបានបងអាចស្រកគីឡូបានដល់ខ្លួនដែរអូខេសួស្តីបងទាំងអស់គ្នាម្ដងទៀតអញ្ចឹងដូចបងគាត់បាននិយាយអញ្ចឹងខ្ញុំពីមុនមានបញ្ហាលើគីឡូខ្លាំងមែនទែនរហូតដល់120គីឡូហើយដូចគាត់និយាយអញ្ចឹងខ្ញុំពីមុនគឺពិបាកក្នុងការសម្រក់គីឡូមែនទែនអញនិយាយថាអ្នកដែលលើគីឡូដូចខ្ញុំឬក៏លើគីឡូធ្ងន់ដូចគ្នាបានយកអារម្មណ៍ឃើញវិធីសាស្ត្រជាច្រើននៅស្រុកយើងអីក៏យើងចង់ធ្វើដែរលេបថ្នាំសម្រក់ដូចអញ្ចឹងទៅហើយខ្ញុំបរាជ័យការសម្រក់គីឡូដូចជា6ដងទី1ខ្ញុំព្យាយាមក្នុងការជ្រើសរើសទៅលើវិធីសាស្ត្រផ្លូវកាត់ដោយការជ្រើសរើសញ៉ាំថ្នាំសម្រក់ព្រោះលើគេឃើញគេថាអូញ៉ាំទៅស្រកធ្វើចិត្តទៅស្រកធ្វើតាមគេទៅឲ្យព្រោះអារម្មណ៍មួយហ្នឹងអ្នកដែលលើគីឡូខ្លាំងគឺយល់អារម្មណ៍មួយហ្នឹងឲ្យតែលឺថាវិធីសាស្ត្រណាដែលចង់សក់គីឡូផ្លូវកាត់គឺលឿនមែនទែនទៅមួយគេប៉ុន្តែចេះស្អែងទៅអត់បានលទ្ធផលទេអ្វីដែលខ្ញុំទទួលបានគឺខ្ញុំលេបហើយខ្ញុំមានអារម្មណ៍ថាអត់ស្រួលខ្លួនឡើងគីឡូលើដើមទី2ខ្ញុំជ្រើសរើសទៅលើវិធីសាស្ត្រការបង្អត់អាហារខ្លួនឯងឬគេនិយាយថាអត់ញ៉ាំបាយអាងាយទៅស្រកគីឡូម៉ែអត់ញ៉ាំតែ3ថ្ងៃវិលមកបដ ដោយព្រោះយើងធ្លាក់រៀងអត់មានអីចូលខ្លួនណានំជាយើងមកការបង្អត់អាហារខ្លួនឯងពេកក៏ fair ទៅឡើងគីឡូលើដើមត្រឡប់មកញ៉ាំវិញគុណ2គីឡូឡើងលើដើមទី3ខ្ញុំជ្រើសរើសទៅលើទីថាហាត់ប្រាណច្រើនម៉ោងលឺមកទៀតហាត់5មួយថ្ងៃ2-3ម៉ោងស្រកគីឡូបើចាំទៅអីអូមកស្កេស្កាស្កេពេញហ្នឹងមួយថ្ងៃហាត់2ម៉ោងចេញទៅហាត់ដាក់កាទៀវដាក់ស៊ុបផងសាច់អាំងផងហួយហាត់ហត់ហូបទៅឡើងលើគីឡូលើដើមខែដំបូងខ្ញុំឡើង5គីឡូមិនស្រកគីឡូបាទឡើងគីឡូវិញហើយចុងក្រោយគឺខ្ញុំព្យាយាមមិនព្យាយាមគឺឃើញគេផុសតាក់តងមួយការបូមខ្លាញ់ប៉ុន្តែអត់ទាន់បានបូមទេសម្រាប់ចេះថាទៅបូមហើយប៉ុន្តែអត់បានបូមតែចេះស្ដាយឯងស្គាល់ឃើញអស់វីតូទៅឃើញលោកគ្រូក៏ចែកម្លែកពីការស្រកគីឡូក៏បានឆាទៅគាត់ទៅក៏ស្គាល់ក្លឹបហាត់ប្រាណកូវីដខ្ញុំរយៈពេល1ខែខ្ញុំធ្វើតាមការណែនាំរបស់អ្នកគ្រូរបស់ខ្ញុំហើយខ្ញុំស្រកបានដល់40គីឡូដល់ឥឡូវចេញពីការធ្វើតាមការណែនាំរបស់គាត់ហើយអ្វីដែលជាចលករឬក៏កម្លាំងដែលជំរុញទឹកចិត្តរបស់ខ្ញុំហ្មងគឺខ្ញុំជឿលើខ្លួនឯងព្រោះគាត់ថាបើសិនថ្ងៃហ្នឹងខ្ញុំធ្វើរឿងហ្នឹងអត់បានរឿងអីក៏ខ្ញុំធ្វើអត់បានដែរដោយការសម្បកគីឡូអញ្ចឹងខ្ញុំបរាជ័យច្រើនដងមែនតើប៉ុន្តែខ្ញុំគាត់ថាបើសិនជាលើកចុងក្រោយហ្នឹងបើខ្ញុំធ្វើអត់បានទៀតបដ ដោយមិនប៉ុន្តែចាក់ស្ដែងចេះស្គាល់ក្លឹបហាត់ប្រាណកូវីដបានលទ្ធផលដូចរាល់ថ្ងៃហើយបងប្រុសមានអីផ្ដាំផ្ញើទៅឲ្យទស្សនិកជនជាពិសេសអ្នកដែលគាត់មានគីឡូដូចប្អូនប្រហែលប្អូនឬក៏បើមិនធំដល់100គីឡូទេត្រឹមតាអ្នកដែលគាត់លើ20គីឡូ10គីឡូទេតើអ្នកដែលធ្លាប់សាកពីមុនមកបញ្ហាគាត់បាក់ទឹកចិត្តច្រើនណាព្រោះដោយសារតែយើងនៅក្នុងវិស័យមួយនេះយើងជួបច្រើនស្មើបងប្អូនក៏ជួបច្រើនដែរអ្នកដែលគាត់មកគាត់ stress គាត់មានអារម្មណ៍ថាខ្លួនឯងស្រកគីឡូអត់បានគាត់ថាលើលោកនេះស្រកគីឡូមិនបានព្រោះគាត់កើតមកថាតំណពូជអីចឹងដូចបងមួយថ្ងៃនេះបងជួបសិស្សម្នាក់ដែលគាត់មានគីឡូតំណពូជ157គីឡូហើយគាត់ធាត់តាំងពីក្មេងមកហើយអញ្ចឹងយើងអូនឯងអាចមានអីទៅទលឺអីមានថាភាពលើកទឹកចិត្តឲ្យគាត់ថាពួកយើងអាចជួយគាត់បានអញ្ចឹងបើសម្រាប់ខ្ញុំមួយរយៈក្រោយនេះដែលខ្ញុំជួបបងដែលគាត់មានបញ្ហាដែលលើសគីឡូខ្លាំងហើយពិបាកការសម្រក់គីឡូដែលខ្ញុំសង្កេតឃើញថាអ្វីដែលគាត់ជួបគឺគាត់បានស្វែងយល់ទៅលើការសម្រក់គីឡូនេះឲ្យច្បាស់គាត់លឺតាមគេដូចខ្ញុំពីមុនចឹងខ្ញុំលឺតាមគេថាធ្វើអញ្ចេះធ្វើអញ្ចោះទៅស្រក់គីឡូដល់គាត់អត់ទទួលបានព័ត៌មានមួយដែលច្បាស់លាស់ដែលជាបញ្ហាមួយគាត់ថាធ្វើហើយអត់បានលទ្ធផលក៏ fail ហើយក៏បាត់បង់ទៅរកបាត់បង់អាជំនឿចិត្តខ្លួនឯងហ្នឹងធ្វើម្ដងទៀតអាហ្នឹងជារឿងមួយដែលគាត់ជួបបញ្ហាអ្វីដែលខ្ញុំសញ្ចេះឬក៏លើកទៅចិត្តអ្នកនរគ្នាម្ដងទៀត
ព្យាយាមស្វែងរកវិធីសាស្ត្រណាដែលត្រឹមត្រូវការសក់គីឡូនៅសុកយើងឥឡូវគឺមានច្រើនមែនតើតែការសក់គីឡូមកដែលជួយយើងសុខភាពល្អទើបជារឿងដែលល្អអញ្ចឹងសម្រាប់អ្នកគ្នាដែលមានបញ្ហាពិបាកការសក់គីឡូអ្នកគ្នាអាចពិភាក្សាមួយពួកខ្ញុំបានទៅលើដំណោះស្រាយខ្ញុំអាចនឹង contact ឬក៏មកផ្ទាល់មួយពួកគាត់បានដូចគ្នាព្រោះចេញពីការសក់គីឡូបើសិនអាហ្នឹងអ្នកគ្នាស្វែងយល់កាន់តែច្បាស់គឺអ្នកគ្នានឹងបានលទ្ធផលហើយពីខ្ញុំទៅមានអ្វីក្រៅពីអ្នកគ្នាជឿលើខ្លួនឯងរឿងអីក៏អាចធ្វើបានដែរ អូខេអរគុណបងប្រុសហើយសង្ឃឹមថាអ្នកគ្នាឃើញវីដេអូគាត់ហើយនឹងផ្លាស់ប្ដូរការគិតពីតាក់ទងជាមួយនឹងសក់គីឡូអត់ពិបាកទេលើលោកនេះគ្មានខ្លាញ់ណាដែលពួកយើងដោះអត់បានទេអ្នកគ្នាមើលតែគាត់ដឹងហើយជាពិសេសមើលអ្នកគាត់ឃើញស្បែកយីយើងអត់ចាំបាច់ប្រើមកជុលសូម្បីតែមកកសៃសក់ទៅចាក់គាត់ឲ្យអីហ្នឹងមិនអីអ្នកគ្នាហើយ Go Fit អាចជួយបានអូខេសម្រាប់អ្នកដែលមានតម្រូវការការសម្បកឡូបន្ថែមអ្នកនៅតាមបណ្ដាខេត្តបន្ថែមអ្នកនៅក្នុងប្រទេសបន្ថែមអ្នកនៅក្រៅប្រទេសនេះអ្នកនេះអាចសាកសួរព័ត៌មានដល់អ្នកថ្លៃបានទាក់ទងជាមួយនឹងការសម្បកឡូនេះទៅតាមរយៈលេខ Telegram ខាងលើនេះឆ្នាំថ្មីអ្នកនេះចាប់ការសម្បកឡូចាំការចូលរៀនអស់ទៀត